ជម្រាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំបង្ហាញពីវីដេអូនៃការចូលគណនីរបស់កូនរបស់យើងបាទព្រមទាំងអ្នកព្យាបាលបើចង់ឲ្យកូនចូលសិក្សារៀនសូត្រតាមថ្នាល PLP ចំនួនថ្មីនេះទេគឺអាចមើលវីដេអូនេះបានបាទតើមកយើងចូលថ្នាល PLP បាទ PLP ចូលដល់ផ្ទាំងនេះមួយគ្រូអ្នកគ្រូឬអ្នកព្យាបាលចូលកន្លែងសិស្សខាងលើនេះមួយតមកទៀតគឺចូលថ្នាលបឋមចំនួនថ្មីបាទបឋមចំនួនថ្មីដល់ផ្ទាំងនេះគឺលោកគ្រូឬអាណាព្យាបាលសិស្សអាចយក QR code បើសិនជាអាណាព្យាបាលទេអាចទៅយកឈ្មោះលេខកូដសម្ងាត់ពីអាណាព្យាបាលឬក៏យក QR code ពីគ្រូបន្ទុកថ្នាក់របស់យើងបាទគ្រូថ្នាក់របស់កូនអញ្ចឹងថាកូនថ្នាក់ទីប្រមាណទៅសុំ QR code របស់លោកគ្រូមកគឺគាត់នឹងឲ្យហើយបាទអញ្ចឹងតែនេះគឺខ្ញុំចូលតាម QR code បាទអញ្ចឹងចូលកន្លែងគណនីនេះមកបាទចូលកន្លែងគណនីទៅមកទៀតចូលដល់ផ្ទាំងនេះគឺយើងចូលបើសិនជាលោកគ្រូឬមួយក៏អាណាព្យាបាលសិស្សស្គាល់ឈ្មោះរបស់សិស្សស្គាល់លេខសម្ងាត់អាចចូលតាមខាងលើនេះបានតែបើសិនជាអត់ស្គាល់ទេស្គាល់តែ QR code អញ្ចឹងចូលតាម QR code បើតែខ្ញុំយល់បើចូលតាម QR code គឺងាយជាងបាទអញ្ចឹងខ្ញុំចូលតាម QR code ចូលលេខ QR code មករួចហើយជ្រើសរើស QR code នៅកន្លែងនេះបាទជ្រើសមកតោះទៀតយើងចូលដល់ផ្ទាំងនេះមួយគឺ QR code បានន័យថា QR code នៅក្នុងស្រេចបាទនៅក្នុងទូរស័ព្ទស្រាប់តែបើសិនជាអត់មានទេ QR code ខាងក្រៅអញ្ចឹងឬអាណាព្យាបាលអាច scan ទៅតាមដែលកាមេរ៉ានេះបានបាទ scan មកគឺវា generate ចូលទៅក្នុងប្រព័ន្ធដោយស្វ័យប្រវត្តិតែខ្ញុំអត់ទេខ្ញុំអត់មានខាងក្រៅតែខ្ញុំចូលតាម QR code នៅក្នុងទូរស័ព្ទដោយសារខ្ញុំ save ទូរស័ព្ទស្រាប់បាទអញ្ចឹងជ្រើសរើសយក QR code ទៅមកទៀតខ្ញុំចូលយក How សុណាង Done ទៅមកទៀតគឺប្រព័ន្ធវា generate ទៅហើយចូលប្រព័ន្ធបាននេះក៏តាមសេវាដែរសេវាខ្លាំងគឺចូលលឿនបាទតែសេវាខ្សោយក៏រៀងយឺតបន្តិចបាទអញ្ចឹងរងចាំបន្តិចទៅបន្ទាប់ពីចូលហើយគឺលោកគ្រូឬអាណាព្យាបាលសិស្សអាចឲ្យកូនរៀននៅក្នុងថ្នាលនេះបានពេលទំនេរអីចឹងណាបាទគាត់ឆ្លៀតពេលឲ្យកូនរៀនតាមថ្នាលនេះបន្ទាប់មកពីសាលារួចអាចចូលរៀននៅក្នុងប្រព័ន្ធនេះបានប្រព័ន្ធវិទ្យាអៀតពេលយើងនេះឃើញទេបាទចូលហើយបាទគឺហៅសុណាបាទអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងការចូលប្រព័ន្ធបាទអរគុណ